ឆ្អិនអើយបងប្អូនអើយឆ្អិនអើយហុយក្លិនឈ្ងុយតែម្ដងបាទសឡនេះគឺគេហៅថាសឡស្ងោរកូនកាត់បងប្អូនណាបាទស្ងោរកូនកាត់ណាបាទកាត់ស្រុកស្រែបន្តិចកាត់ក្រុងបន្តិចកាត់អាមេរិកបន្តិចមិនដឹងទេបងប្អូនអើយបាទបាទអាហ្នឹងគេថាស្ងោរកូនកាត់ណាបាទហើយបើសិនជាបងប្អូនចង់ដឹងថារសជាតិយ៉ាងណាបងប្អូនអាចសាកធ្វើញ៉ាំដោយខ្លួនឯងបានបងប្អូនណាបាទតាម Hello everyone បាទសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះគឺចេញមុខម្ហូបមួយមុខទៀតហើយបាទសម្រាប់គ្រួសាររបស់ខ្ញុំបាទតែនបាទនឹងគេឃើញថាមុខម្ហូបនេះបាទគឺជាមុខម្ហូបមួយបាទដែលយើងឃើញថាវាមានដូចជាសាច់គោបាទដូចជាប្រហិតបាទហើយជាមួយនឹងតឡាចបាទមានទាំងផ្សិតបាទហើយមានទាំងការ៉ុតហើយនេះពងទាបងប្អូនណាបាទពងទាហើយជាមួយនឹងបាទជីខ្ទឹមបាទជីស្លឹកខ្ទឹមរបស់យើងអញ្ចឹងណាអូខេបាទហើយមុខម្ហូបនេះគឺមិនដឹងថាឈ្មោះស្អីទេបាទឥឡូវយើងចាប់ផ្ដើមធ្វើការស្លស្លុកទាំងអស់គ្នាមើលថាតើដំណើរការនៃការស្លឬក៏ធ្វើមុខម្ហូបមួយនេះវាដំណើរការយ៉ាងណាណាបាទអូខេអញ្ចឹងសូមរងចាំតាមដានទស្សនាទាំងអស់គ្នាអូខេឥឡូវឃើញថាទឹករបស់យើងបានពុះហើយឥឡូវយើងចាប់ផ្ដើមធ្វើការចាក់ពងទាចូលបាទវាចេញជារាងណាហើយអាយ៉ាចេញដូចជារបៀបកាទៀវសរសៃកាទៀវគ្រប់មកបែបដែរនេះបាទតោះមកយើងដាក់សាច់គោចូលមកបាទយើងចាប់ផ្ដើមដាក់សាច់គោចូលផ្លឹបហើយបន្តមកដាក់ការ៉ុតបាទដាក់បន្លែការ៉ុតយើងចូលមកបន្លែដែលរឹងហ្នឹងយើងដាក់ចូលមុនគេណាហើយយើងចាប់ផ្ដើមកូរវាទៅបាទបន្ទាប់ពីសាច់គោវាចូលជាតិចេញជាតិពីការ៉ុតចេញជាតិពីសាច់គោមកទៅយើងចាប់ផ្ដើមប្រកសិនបាទបន្ថែមវាទៀតហើយឥឡូវយើងខោបវាទុកសិនណាពុះហើយបាទបាច់កពុះស្គល់ទុកចឹងអូខេយើងចាប់ផ្ដើមដាក់បន្លែបន្តទៀតបាទបន្លែបន្តមកយើងមកដាក់ចូលមកខ្វាច់ប្រហិតបាទដាក់ប្រហិតចូលក៏ដូចជាផ្សិតបាទផ្សិតចូលតោះមកយើងចាប់ផ្ដើមដាក់ផ្សំគ្រឿងបាទទឹកត្រីងាប់ដែរបាទទឹកត្រីចូលបន្តិចមកអំបិលបន្តិចទៀតបាទស្ករសប៊ីចេងចូលមកអំបិលស្ករប៊ីចេងហើយយើងភ្លក់មើលតាមអ្វីដែលយើងចង់សាបប្រៃផ្អែមអញ្ចឹងណាបងប្អូនណាបាទហើយកុំភ្លេចជាមួយនឹងម្រេចបន្តិចផងបាទដើម្បីឲ្យវាមានជាតិគេថាឈ្ងុយឆ្ងាញ់ក្លិនកាត់ឆ្អាបកាត់អីហ្នឹងម្រេចហ្នឹងហើយអូខេចូលបាទតែប៉ុណ្ណេះមកពុះគឺអាចញ៉ាំបានហើយបងប្អូនយើងគ្របទុកសិនក្លឹបឆ្អិនអើយបងប្អូនអើយឆ្អិនអើយហុយក្លិនឈ្ងុយតែម្ដងបាទសឡនេះគឺគេហៅថាសឡស្ងោរកូនកាត់បងប្អូនណាបាទស្ងោរកូនកាត់ណាបាទកាត់ស្រុកស្រែបន្តិចកាត់ក្រុងបន្តិចកាត់អាមេរិកបន្តិចមិនដឹងទេបងប្អូនអើយបាទអាហ្នឹងគេថាស្ងោរកូនកាត់ណាបាទហើយបើសិនជាបងប្អូនចង់ដឹងថារសជាតិយ៉ាងណាបងប្អូនអាចសាកធ្វើញ៉ាំដោយខ្លួនឯងបានបងប្អូនណាបាទតាមរបៀបវីដេអូដែលខ្ញុំបានបង្ហាញហ្នឹងទៅបាទបន្លែប៉ុណ្ណឹងបាទចង់ថែមថយចង់កាត់ប្រមាណសាក់ខ្លួនឯងដាក់តាមហ្នឹងទេបាទក៏ប៉ុន្តែដល់ថាដូចធំខ្លួនឈ្ងុយណាមើលទៅអស់បាយ2ចានហើយយេអូខេ
មានតែប៉ុណ្្នឹងទេបងប្អូនបាទវីដេអូរបស់យើង